ตีสลอตีจรานะงูคามบาดสมอยคามบาดจันปีกไหลมั้งนะสมอยเชิญนะตีจับดาวมีตะเกียงเนี่ยไปจับดาวยืนช่างvớiช่างnàyตะเกียงbây giờ từ ngao sai đó nè ca nuôi chở nè ca nè sao màu chở nè bé lõ mà dương lõ dương bé thị nơi khục lại đừng ớt nè đi đi chờ nè chả cho hay nó chả cho ai tiền ok ห็นchả cho hay ai hay tayเราสมานติดไข่จันดักตักโจไว้หน้าผมอัดดักตักโจไว้หน้าขาวออกบัตร cầm nặng chặn tranh còn bóng chụp re tự bay sẽ đáy vô mà ó chọc bạn mới đá xe nè đâu hay nè này đi chợ nè đang thùng ó thế đó chá con chặt tắc trao năng con khai óc khai bia trao từ tia kệ bát đâyไม่ตั้งหนึ่งพูดใครด่าไม่ตั้งสักหนึ่งพูดเลย mình tên nè sao bạn nắng เพราะมันจัดเจ้าขาย chơi มันจัดเจ้าขายโอเคโอเคบ้านนี้ đó hay nè nè đó hay nè sao nè ở đâu đi lại cái bộ tận này này đặt đang ngày môn hả nó lo ta chua dùng chua phia đập tay ăn một bàn xoài đây
យើងបេះអស់ទៅអាថ្មីវាដុះមកទៀតតែពេលអញ្ចឹងយើងបានញ៉ាំបន្តគ្នាខាងនេះច្រើនមែនតើនេះបានបេះឲ្យដកចោលឲ្យវាទលាយដើមអូក្រាដកយកហ្មងឲ្យវាទលាយដកដោយទាំងដើមអូក្រាហ្នឹងមកទៀតណាពេលយើងដកស្មានតានេះហ៎ដោយដើមអូក្រាមកចឹងទៅយើងដកចឹងទៅឲ្យវាទលាយបន្តិចពេលអញ្ចឹងដើមអូក្រាវាឆាប់លូតចឹងតមកតាហើយវាមានព្រលឹងមានប្រលះបំចឹងទេអត់អូក្រាញ៉ាំមកលើហើយស៊ុបទ្រុបដុះមកលឿនតាផ្ទីឲ្យវាវាចឹងតាណានេះបេះនោះទៀតបានមកកញ្ច្រៃនៅខាងនោះទៀតដកនៅចោលអស់នៅកន្លែងដើមអូក្រាកូនពៅធ្វើអីគេណាអូនធ្វើអីហ្នឹងប្រឡាក់អស់នៅខាងនេះក៏ច្រើនដែរនេះទីស្លឹកដល់កធំហ្នឹងខាងនេះយើងទុកធ្វើពូជតទៅទៀតយើងកំបេះត្រួយវាទុកធ្វើពូជនិយាយពីថាអត់តាខែធ្វើតំណាំបងប្អូនអើយតែចេះបានដៃស្អាតគេទេដៃយើងបេះតំណាំមកនេះអានេះទុកតងវាហើយវាមានផ្លែយើងទុកធ្វើពូជមកទឹកនេះភ្លៀងពេញហ្មងបងប្អូននេះទឹកបេះស្លឹកខ្ទឹមដាក់ជាមួយនឹងស្លស្ងោរផ្ទីយើងណាតែពេលអញ្ចឹងខែក្តៅនេះគឺជាខែដែលយើងធ្វើជាអ្នកមានខែដែលយើងធ្វើជាអ្នកមានហេតុអីបាននិយាយអញ្ចឹងពីព្រោះអីយើងមានបន្លែប្លុកនៅក្រោយផ្ទះយើងមានជីញ៉ាំហើយនិយាយពីថាជីស្លឹកខ្ទឹមអីអញ្ចឹងណាបងប្អូនវាធៀងថ្លៃអញ្ចឹងសូម្បីតែជីបង្ទាកូនហើយនឹងជីអាណាអីចឹងមកកញ្ចប់វាហ្នឹង3ឡាជាងអីចឹងខែតកដល់ពេលឥឡូវយើងអាចដាំបានញ៉ាំខ្លួនឯងអញ្ចឹងទៅក៏គេហៅថាខែនេះយើងធ្វើជាអ្នកមានដោយសារយើងសល់លុយអញ្ចឹងណាសល់លុយសល់ធ្វើអីទេបងប្អូនអើយសល់ទុកឲ្យទិញនំឲ្យកូនញ៉ាំហ្នឹងនេះ
ស្លឹកខ្ទឹមអត់តាន់បានធ្វើកន្លែងនេះឲ្យវាស្អាតទេបងប្អូនស្លឹកខ្ទឹមនេះធំធំណាស្លឹកខ្ទឹមកាំងព្រោះអីចង់ដាំដើមខ្ទឹមទូចដែរប៉ុន្តែដីនឹងមិនដឹងវាអត់សូវល្អជាមួយនឹងខ្ទឹមដល់ពេលដាំខ្ទឹមធំនេះឃើញដោះបានអញ្ចឹងនេះប៉ុណ្នេះមកយើងញ៉ាំបានអញ្ចឹងអូខេយើងតាមអីបានយើងញ៉ាំហ្នឹងទៅហើយនេះឃើញទេព្រឹកព្រលឹមនេះចាំមើលមួយអាទិត្យនឹងភ្លៀងរហូតទិដ្ឋភាពពេលព្រឹកព្រលឹមអញ្ចឹងឬចង់រស់នៅជាមួយនឹងធម្មជាតិបែបហ្នឹងបងប្អូនឮសំឡេងសត្វយំចែកចាយហើយយើងក្រោកឡើងមកភ្នែកយើងនឹងមើលទៅសឡឹងឃើញជាមួយនឹងពណ៌បៃតងអីចឹងណានៅថានោះតំណាំយើងហ្នឹងមើលពូតលូតបានលឿនដែរតាស្លឹកខ្ទឹមយើងនាំគ្នាទៅស្លយើងអូខេ